ប្រសិនបើថ្ងៃនេះអ្នកមានអារម្មណ៍ថាធ្ងន់ក្នុងចិត្តឬហាក់ដូចជាមានអ្វីម្យ៉ាងដែលមើលមិនឃើញកំពុងទីអ្នកឲ្យនៅកគុញមួយកន្លែងសូមអនុញ្ញាតឲ្យខ្លួនឯងបានសម្រាកនៅទីនេះមួយភ្លែតសិនទុកឲ្យរាល់រឿងរ៉ាវដែលកន្លងផុតទៅនៅពីក្រោយខ្នងចុះពេលនេះគឺជាពេលវេលាសម្រាប់អ្នកពេលវេលាដើម្បីស្ដាប់សំឡេងបេះដូងខ្លួនឯងបិទភ្នែករបស់អ្នកយឺតបន្ធូរស្មារបស់អ្នកហើយមានវត្តមាននៅទីនេះឲ្យបានពេញលេញបំផុតរកអេរិយាបថដែលអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពបំផុតឥឡូវនេះចាប់ផ្ដើមផ្ដោតលើដង្ហើមដកដង្ហើមចូលឲ្យជ្រៅបំផុតស្រូបយកថាមពលថ្មីដែលចក្រវាលកំពុងផ្ដល់ឲ្យអ្នកដកដង្ហើមចេញយឺតបញ្ចេញរាល់ភាពហត់នឿយនិងភាពសៅហ្មងឲ្យអស់ពីដួងចិត្តសូមស្វាគមន៍មកកាន់ Channel សមាធិនាំផ្លូវកន្លែងដែលយើងរួមគ្នាជំរះចិត្តឲ្យបរិសុទ្ធចង់ចាំថាចិត្តរបស់អ្នកប្រៀបដូចជាផ្ទះមួយខ្នងអញ្ជន់បើសិនជាអ្នកទុកតែរបស់ចាស់ដែលបាក់បែកនិងធូលីដីឲ្យពេញផ្ទះនោះអ្នកនឹងគ្មានកន្លែងសម្រាប់ដាក់របស់ថ្មីដែលស្រស់ស្អាតឡើយថ្ងៃនេះតើអ្នកចង់បន្តកាន់កាប់រឿងរ៉ាវដែលធ្វើឲ្យអ្នកឈឺចាប់ទៀតទេការកាន់កាប់ការឈឺចាប់ប្រៀបដូចជាការកាន់ដុំថ្មដ៏ធ្ងន់មួយដើរពេញមួយថ្ងៃវាមិនផ្ដល់ផលល្អអ្វីក្រៅពីធ្វើឲ្យអ្នកហត់នឿយឡើយឥឡូវនេះសូមស្រមៃថាអ្នកកំពុងស្រាយច្រវាក់ដែលចងភ្ជាប់អ្នកទៅនឹងរឿងរ៉ាវអតីតកាលចេញយឺតពោលតាមខ្ញុំក្នុងចិត្តខ្ញុំដោះលែងរាល់ការឈឺចាប់ដែលបានកើតឡើងខ្ញុំអត់ទោសឲ្យខ្លួនឯងនិងអ្នកដទៃខ្ញុំសម្រេចចិត្តដោះចេញពីភាពងងឹតដើម្បីឆ្ពោះទៅរកពន្លឺពេលនេះនៅពេលដែលចិត្តរបស់អ្នកស្រឡះល្អហើយគឺជាពេលវេលាដែលត្រូវដាំក្រពូជនៃភាពជោគជ័យនិងសេចក្តីសុខចូលទៅវិញដឹងទេថាសំណាងល្អគឺចាប់ផ្ដើមពីការដែលអ្នកជឿជាក់លើខ្លួនឯងឡើងវិញការជឿជាក់គឺជាពន្លឺដែលដេញភាពងងឹតចេញពីជីវិតប្រៀបដូចជាគ្រាប់ឈូកដែលស្ថិតក្នុងភក់ច្រាំទោះបីជាជុំវិញខ្លួនមានភាពមិនល្អយ៉ាងណាក៏គ្រាប់ឈូកនោះនៅតែដុះលូតលាស់ឡើងលើដើម្បីរីកស្គុះស្គាយទទួលយកពន្លឺព្រះអាទិត្យតែអ្នកក៏ដូចគ្នាអ្នករឹងមាំនិងមានតម្លៃជាងអ្វីដែលអ្នកធ្លាប់គិតសូមពោលអធិដ្ឋានចិត្តតាក់ទាញថាមពលថ្មីខ្ញុំគឺជាពន្លឺខ្ញុំគឺជាកម្លាំងគ្មានអ្វីអាចមករារាំងភាពរីកចម្រើនរបស់ខ្ញុំបានឡើយរាល់ឱកាសមាសប្រាក់និងមនុស្សល្អកំពុងធ្វើដំណើរមករកខ្ញុំជានិច្ចខ្ញុំបើកចិត្តទទួលយកភាពស្ដុកស្ដំនិងជោគជ័យដែលចក្រវាលបានរៀបចំទុកឲ្យថ្ងៃនេះគឺជាការចាប់ផ្ដើមថ្មីខ្ញុំជាមនុស្សហេងខ្ញុំជាមនុស្សដែលមានសំណាងបំផុតខ្ញុំគឺជាពន្លឺខ្ញុំគឺជាកម្លាំងគ្មានអ្វីអាចមករារាំងភាពរីកចម្រើនរបស់ខ្ញុំបានឡើយរាល់ឱកាសមាសប្រាក់និងមនុស្សល្អកំពុងធ្វើដំណើរមករកខ្ញុំជានិច្ចខ្ញុំបើកចិត្តទទួលយកភាពស្ដុកស្ដំនិងជោគជ័យដែលចក្រវាលបានរៀបចំទុកឲ្យ
ថ្ងៃនេះគឺជាការចាប់ផ្ដើមថ្មីខ្ញុំជាមនុស្សហេងខ្ញុំជាមនុស្សដែលមានសំណាងបំផុតខ្ញុំគឺជាពន្លឺខ្ញុំគឺជាកម្លាំងគ្មានអ្វីអាចមករារាំងភាពរីកចម្រើនរបស់ខ្ញុំបានឡើយរាល់ឱកាសមាសប្រាក់និងមនុស្សល្អៗកំពុងធ្វើដំណើរមករកខ្ញុំជានិច្ចខ្ញុំបើកចិត្តទទួលយកភាពស្ដុកស្ដំនិងជោគជ័យដែលចក្រវាលបានរៀបចំទុកឲ្យថ្ងៃនេះគឺជាការចាប់ផ្ដើមថ្មីខ្ញុំជាមនុស្សហេងខ្ញុំជាមនុស្សដែលមានសំណាងបំផុតអ្នកមានអារម្មណ៍ថាដួងចិត្តរបស់អ្នកចាប់ផ្ដើមមានពន្លឺនិងកក់ក្ដៅជាងមុនដែរឬទេជីវិតរបស់អ្នកមានតម្លៃបំផុតកុំបង្ខំខ្លួនឯងពេកអីគ្រប់យ៉ាងនឹងកើតឡើងតាមពេលវេលាដ៏ត្រឹមត្រូវចូលប្រើក្តីមេត្តាជាខែលការពារខ្លួនអ្នកពីសម្ពាធខាងក្រៅប្រើស្នាមញញឹមរបស់អ្នកជាមេដែកស្រូបទាញរឿងហេងឥឡូវនេះដល់ពេលដែលត្រូវនាំដួងចិត្តដ៏រឹងមាំរបស់អ្នកត្រឡប់មកកាន់រូបកាយវិញហើយដកដង្ហើមចូលឲ្យជ្រៅបំផុតដើម្បីរក្សាទុកថាមពលវិជ្ជមាននេះឲ្យជាប់ក្នុងបេះដូងដកដង្ហើមចេញសន្សឹមរួមជាមួយស្នាមញញឹមដ៏ស្រស់ស្អាតកម្រើកម្រាមដៃនិងម្រាមជើងយឺតហើយនៅពេលដែលអ្នករួចរាល់សូមបើកភ្នែកឡើងវិញសម្លឹងមើលទៅជុំវិញខ្លួនពិភពលោកថ្មីកំពុងរង់ចាំអ្នកទទួលយកមហាសំណាងរបស់អ្នកហើយសូមឲ្យថ្ងៃនេះជាថ្ងៃដ៏មហាជោគជ័យសម្រាប់អ្នក